们好，今天我们学习声调的开始。2025年5月15号，星期五。声调，把声调នឹងបកប្រែថាសូរសំឡេងហើយយើងអានអស់គ្នាបាទអញ្ចឹងគឺចប់ហើយសំឡេងគឺមាន4សំឡេងខុសៗគ្នាប៉ុន្តែសាច់អស់ហ្នឹងខ្ញុំយកសាក់ទាំង5ហ្នឹងមកលើកឧទាហរណ៍ឲ្យយើងស្ដាប់ប៉ុន្តែយើងអាចដាក់សំឡេងហ្នឹងលើសាក់បានច្រើនទៀតអញ្ចឹងខ្ញុំសូមបញ្យល់ដល់អ្នកនរថាពាក្យសំឡេងទី1ហ្នឹងគឺយើងអានត្រង់គឺយើងអានស្មើអញ្ចឹងយើងអាដល់ពេលសំឡេងទី2យើងអានរៀងបញ្ឆិតឡើងលើអញ្ចឹងដល់ពេលសំឡេងទី3យើងអានចុះក្រោមហើយឡើងលើដល់ពេលសំឡេងទី4គឺអានស្កត់ចុះក្រោមបាទអញ្ចឹងគឺសំឡេងរបស់យើងគឺដូចគ្នាគឺដូចគ្នាគឺយើងអានស្មើបញ្ឆិតឡើងលើចុះក្រោមហើយឡើងលើគឺស្កត់បន្តជាលើយើងអានទាំងអស់គ្នាអានស្វាដើមទាំងអស់គ្នាបាទអញ្ចឹងគឺមេរៀនរបស់យើងគឺចប់ត្រឹមហ្នឹងហើយអញ្ចឹងជួបគ្នានៅវីដេអូក្រោយចាយជៀន